យៈសោធារីជាទីស្រឡាញ់ដល់ពេលដែលយើងត្រូវបែកពីនាងនិងកូនរបស់យើងហើយយើងមានភារកិច្ចដែលត្រូវទទួលខុសត្រូវច្រើនជាងក្តីមេត្តាចំពោះអ្នកដែលមានក្តីទុក្ខមានភាពសំខាន់ច្រើនជាងបើអ្នកទាំងពីរមានគ្រប់យ៉ាងបរិបូរណ៍ហើយយើងនឹងចាកចេញពីនេះលាសិនហើយទូលបង្គំរៀបចំសេះសម្រាប់ព្រះអង្គហើយទូលបង្គំសូមអំបរឲ្យព្រះអង្គបដូរប្រតិទៅយើងទៅសិនហើយមុនពេលដែលវាហួសពេលព្រះអង្គមេត្តាឲ្យទូលបង្គំទៅតាមព្រះអង្គដល់មាត់ស្ទឹងផងក្រាបទូលឆាន់មិនសម្លាញ់ដល់ពេលដែលយើងត្រូវលាលោកហើយនឹងសេះកណ្ណកៈមិត្តរបស់យើងមេត្តានាំយកសម្លៀកបំពាក់និងគ្រឿងអលង្ការព្រះកេសានិងព្រះខ័នរបស់យើងទៅថ្វាយព្រះបិតាផងចុះទូលព្រះអង្គថាយើងនឹងស្លៀកស្បង់ជីពរតាំងពីពេលនេះតទៅយើងនឹងប្រើពេលវេលានិងក្តីព្យាយាមរបស់យើងដើម្បីត្រាស់ឲ្យបានយើងមិនត្រឡប់ទៅវិញទេរហូតទាល់តែយើងសម្រេចគោលបំណងធំបំផុតនៃជីវិតមេត្តាប្រាប់ព្រះមហេសីនិងព្រះមាតុច្ឆារបស់យើងផងថាយើងមានសុខភាពល្អមិនបាច់ស្វែងរកយើងទេយើងនឹងត្រឡប់ទៅវិញដល់ពេលដែលសមរម្យលោកកោដញ្ញៈលោកមើលនោះនោះលោកពុរីបុត្រាសុទ្ធថៈរបស់យើងទីតើត្រូវហើយព្រះអង្គប្រហែលជាយើងចេញពីរាជវាំងដោយពាក្យទំនាយហើយបើអញ្ចឹងហេតុអ្វីក៏យើងមិនចូលរួមជាមួយព្រះអង្គទៅល្អតើយើងអាចជួយព្រះអង្គបានដែរតើធ្វើការបោសសម្អាតនិងគោរពប្រណិប័តព្រះអង្គរហូតទាល់តែស្វែងរកឃើញសច្ចធម៌ដញ្ញៈអើយយើងដូចជាព្រួយបារម្ភណាស់កន្លងទៅ6ឆ្នាំហើយព្រះអង្គដូចជាសោយព្រះកញ្ញាតែបន្តិចបន្តួចមើលព្រះអង្គចោះមើលតែបែបនេះទៀតព្រះអង្គពិតជាសក្ដិហើយស្អីគេហ្នឹងអំបញ្ញមិញយើងឃើញដុំគ្រោះក្នុងទឹកថ្លាឆ្វេងតែពេលយើងឈានជើងចុះទៅក្នុងទឹកពួកបែរជាផលឡើងយើងលែងឃើញដុំគ្រោះទៀតហើយជើងនេះសែនងងខ្លាំងណាស់លោកពិតជាប្លែកខ្លាំងណាស់ខ្ញុំនាំហ្វូងកូដែលឆ្លងស្ទឹងនេះស្ទើរតែរាល់ថ្ងៃមិនឃើញមានបញ្ហាអ្វីសោះតែថ្ងៃនេះហ្វូងកូមិនព្រមឆ្លងស្ទឹងទេមើលលោកឲ្យក្តីងឿងឆ្ងល់តើលោកជាអ្នកណាហើយមកពីណានាងតោយើងកំពុងស្វែងរកសច្ចធម៌យើង